អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូថ្មីអេពីសូតថ្មីខ្ញុំបាទរ៉ៃជីហើយថ្ងៃនេះយើងនឹងបន្តសាច់រឿងស្រឡាញ់គេតែម្នាក់ឯងដែលជាភាពបន្តទាំងអស់គ្នាបន្ទាប់ពីហ៊ីស៊ូអ៊ីនិយាយទម្លាប្រាប់ថាខាមីសេរ៉ូមានមនុស្សក្នុងបេះដូងអ៊ីវ៉ាតាក៏ព្យាយាមរកនឹកថាអ្នកណាគេគឺជាម្ចាស់បេះដូងរបស់ខាមីសេរ៉ូប៉ុន្តែនៅតែមិនអាចរកឃើញព្រោះថាកន្លងមកនាងគឺមិនដែលយករឿងស្នេហានិយាយជាមួយខាមីសេរ៉ូសូម្បីតែម្ដងសោះឡើយចំពោះរឿងស្នេហាមួយអ៊ីវ៉ាតាមិនដែលធ្លាប់គិតនោះទេថាខាមីសេរ៉ូអាចនឹងចារអារម្មណ៍លើនារីណាម្នាក់មីអូក៏គិតថាហ៊ីស៊ូអ៊ីស្ដាប់យល់ច្រឡំហើយគិតថាខាមីសេរ៉ូនិយាយលេងសើចតែប៉ុណ្ណោះនាងមិនជឿលើសម្ដីរបស់ហ៊ីស៊ូអ៊ីទេលុះត្រាតែនាងលើពាក្យនេះចេញពីបបោមាត់របស់ខាមីសេរ៉ូហ៊ីស៊ូអ៊ីក៏ព្យាយាមនិយាយអះអាងដែលនាងមិនបានស្ដាប់ច្រឡំទេគ្រប់យ៉ាងគឺនាងនិយាយសុទ្ធតែជាការពិតទាំងអស់ចំពោះអ៊ីវ៉ាតាចាត់ទុកថារឿងនេះមិនសំខាន់ចំពោះនាងទេហើយនាងនឹងធ្វើគ្រប់យ៉ាងដើម្បីសារភាពស្នេហ៍ប្រាប់ខាមីសេរ៉ូឲ្យបានដឹងហ៊ីស៊ូអ៊ីពិតជាសប្បាយចិត្តពេលដែលអ៊ីវ៉ាតាសម្រេចចិត្តសារភាពបែបនេះហើយដោយសារដំណើរទស្សនកិច្ចសិក្សាពួកគេនៅក្រុមជាមួយខាមីសេរ៉ូហ៊ីស៊ូអ៊ីនឹងជួយបើកផ្លូវឲ្យអ៊ីវ៉ាតាមានឱកាសនិយាយគ្នាជាមួយគាត់ឲ្យបានច្រើនលុះយប់ឡើងអ៊ីវ៉ាតាក៏ចំណាយពេលមីសេនិយាយគ្នាលេងជាមួយ best friend ទាំងពីរនាក់របស់នាងពួកគេពិតជារំភើបចំពោះដំណើរទស្សនកិច្ចសិក្សារបស់សាលាពេលនោះហ៊ីស៊ូអ៊ីក៏ផ្លាស់ប្ដូរប្រធានបទយ៉ាងលឿននាងចូលចិត្តនិយាយតែរឿងស្នេហាតែប៉ុណ្ណោះតែដល់ពីរនាក់ទៀតគឺមិនសូវចាស់អារម្មណ៍ប្រមាណឡើយក្នុងពេលនោះអ៊ីវ៉ាតាដេកគិតម្នាក់ឯងដោយបារម្ភខ្លាចថាខាមីសេរ៉ូនឹងបាត់ឯកសារស្នេហ៍របស់នាងតែនាងក៏នៅតែចង់សាកល្បងព្រោះនាងពិតជាស្រឡាញ់គាត់ណាស់លុះស្អែកឡើងក្រុមគ្រួសាររបស់អ៊ីវ៉ាតាចេញមកខាងក្រៅដើម្បីជួយដំណើរនាងប្រកបដោយទឹកមុខរីករាយមុនពេលដែលអ៊ីវ៉ាតាធាក់កង់ទៅរៀនលុះក្រោយមកទៀតឡានក្រុងដឹកសិស្សក៏ធ្វើដំណើរមកដល់អ៊ីវ៉ាតាក៏លេចឃើញខាមីសេរ៉ូនាងក៏ចាប់បានគិតពីគាត់ទៀតហើយបើទោះបីជាគាត់ស្រឡាញ់នរណាគេក៏ដោយនាងនៅតែចង់ប្រាប់គាត់ឲ្យបានដឹងពីអារម្មណ៍របស់នាងចំណែកឯហ៊ីស៊ូអ៊ីវិញមើលទៅនាងមានកម្លាំងពេញបិបក្នុងការចាំជួយ support អ៊ីវ៉ាតាដែលជាមិត្តភក្តិរបស់នាងនៅក្នុងឡានអ៊ីវ៉ាតាអង្គុយនៅក្បែរបង្អួចសម្លឹងមើលទេសភាពប៉ុន្តែនៅពេលដែលមានសិស្សស្រីម្នាក់ចង់ដូរកន្លែងអង្គុយអ៊ីវ៉ាតាក៏យកព្រមដូរជាមួយនាងភ្លាមអ៊ីវ៉ាតាក៏ទៅអង្គុយនៅកៅអីក្បែរសិស្សប្រុសពីរនាក់ដែលនិយាយជជែកគ្នាមិនព្រមឈប់តតែសោះហើយគ្រាន់តែមានសិស្សស្រីម្នាក់និយាយថាវល់មុខប៉ូឡានអ៊ីវ៉ាតាក៏ស្ម័គ្រចិត្តដូរកន្លែងអង្គុយម្ដងទៀតអ៊ីវ៉ាតាពិតជាយកអាសាសិស្សគ្រប់គ្នានៅក្នុងឡានដែលត្រូវការជំនួយរហូតដល់នាងបានសម្រាប់នឹងរកបានកន្លែងអង្គុយដ៏ត្រឹមត្រូវមួយក្នុងគ្រានោះអ៊ីវ៉ាតាស្រែកតែចាំបានថាខាមីសេរ៉ូក៏ធ្លាប់មានអាការៈប៉ូឡានពីមុនមកផងដែរប៉ុន្តែពេលនោះសភាពនៅក្នុងឡានប្រែជាអ៊ូអដូចនៅក្នុងក្លឹបទៅវិញដោយសារប្រូយូស៊ីនក៏ស្រែកជំទាវនឹងចាក់ DJ តែម្នាក់ឯងឲ្យខ្វល់ពីអាណាសោះឡើយពីកន្លែងអង្គុយរបស់អ៊ីវ៉ាតាអាចមើលឃើញខាមីសេរ៉ូយ៉ាងច្បាស់តែម្ដងនាងឃើញគាត់សាយក៏ញញឹមជាមួយមិត្តភក្តិរបស់គាត់ធ្វើឲ្យនាងមិនអាចឈប់គិតពីគាត់បាននោះឡើយខណៈនេះពួកគេធ្វើដំណើរមកដល់សន្តាគារមួយកន្លែងដើម្បីគេមួយយប់ហើយពេលដែលចប់ពីឡានក្រុងភ្លាមក៏មានសិស្សស្រីម្នាក់មានអាការៈប៉ូឡានហើយដូច្នេះអ៊ីវ៉ាតាក៏ព្រមជួយយូវ៉ាលីឲ្យទៅកាន់សិស្សស្រីម្នាក់នោះតែមិននឹកស្មានថាអីវ៉ាន់របស់នាងច្រើនឡើងគោដូចភ្នំអញ្ចឹងសោះចំណែកឯខាមីសេរ៉ូវិញក៏កំពុងជួយយូវ៉ាលីឲ្យមិត្តរបស់គាត់ដូចគ្នាព្រោះរូបគេកំពុងមានអាការៈប៉ូឡានអ៊ីវ៉ាតាគិតថាខាមីសេរ៉ូមិនកើតអីទេក៏ប្រហែលជាឈប់ប៉ូឡានដូចនៅក្មេងទៀតហើយអ៊ីវ៉ាតាដើរកាន់វ៉ាលីជាច្រើនចូលទៅសន្តាគារហើយទ្វារដែលបើកចូលទៅនឹងគឺមិនមែនជាទ្វារអូតូនោះទេហើយដូច្នេះនាងក៏យកជើងមកខាងរុញទ្វារមួយនោះដើម្បីបើកចូលប៉ុន្តែបែរជាធ្វើឲ្យនាងជាប់គាំងនៅនឹងមួយកន្លែងតែម្ដងជាសំណាងល្អខាមីសេរ៉ូក៏ងាកមកចាអារម្មណ៍ឃើញនាងក៏រត់ទៅដើម្បីជួយទប់ទ្វារឲ្យនាងហើយឡើងសភាពបរិសុទ្ធជាសេះសតែម្ដងខាមីសេរ៉ូបានបញ្ចេញស្នាញញញឹមដាក់អ៊ីវ៉ាតាពោពេញទៅដោយភាពកក់ក្ដៅដោយដែលគាត់ធ្លាប់ឲ្យនាងកាលពីនៅក្មេងលុះញ៉ាំបាយអ៊ីវ៉ាតាក៏ចូលរួមតអង្គុយជាមួយមិត្តភក្តិរបស់នាងចំណែកឯខាមីសេរ៉ូវិញក៏អង្គុយតុក្បែរនោះចិត្តនាងផងដែរខាមីសេរ៉ូមិនហ៊ានញ៉ាំម្ហូបនៅក្នុងចានរបស់គាត់នោះទេធ្វើឲ្យអ៊ីវ៉ាតាគិតថាគាត់នឹងញ៉ាំរើអាហារដដែលពេលនោះមិត្តភក្តិរបស់ខាមីសេរ៉ូក៏ជួយញ៉ាំម្ហូបមួយនោះជំនួសគាត់ឃើញដូច្នេះអ៊ីវ៉ាតាក៏កើតមានអារម្មណ៍រៀងសើចបន្តិចព្រោះនាងក៏ធ្លាប់ជួយញ៉ាំម្ហូបជំនួសគាត់កាលពីមុនផងដែរខាមីសេរ៉ូងាកភ្នែកសម្លឹងមើលទៅកាន់អ៊ីវ៉ាតារួចធ្វើដៃចង្អុលទៅម្ហូបរបស់គាត់ដែលគិតថាអ៊ីវ៉ាតាកំពុងសម្លឹងមើលចាំម្ហូបរបស់គាត់ទៅវិញអ៊ីវ៉ាតាក៏ងក់ក្បាលតាមនឹងព្រោះមិនចង់ឲ្យខាមីសេរ៉ូចាប់បានថានាងកំពុងសម្លឹងមើលគាត់ឡើយក្រោយពីញ៉ាំបាយហើយសិស្សទាំងអស់គ្នាធ្វើដំណើរមកដល់កន្លែងទស្សនកិច្ចសិក្សាហ៊ីស៊ូអ៊ីមានបំណងចង់រុញច្រានអ៊ីវ៉ាតាឲ្យបុកខាមីសេរ៉ូដើម្បីបង្កើតជាឈុតឆាកផ្ដើមស្នេហ៍ប៉ុន្តែអ៊ីវ៉ាតាក៏មានមាឌធំហើយខ្នងរបស់នាងក៏រឹងដោយដុំថ្មណាជាហេតុនាំឲ្យហ៊ីស៊ូអ៊ីផ្លោងទៅខាងក្រោយហើយគម្រោងការរបស់នាងក៏បរាជ័យតាមនឹងដែរបន្ទាប់មកនៅពេលដែលសួរដឹងពីគម្រោងការរបស់ហ៊ីស៊ូអ៊ីវ៉ាតាក៏ផ្អើលឆាឡោព្រោះនាងមិនហ៊ានសូម្បីតែគិតនឹងធ្វើទៅវើ
អស់នេះប៉ុន្តែហ៊ីសូអ៊ីនៅតែចែចង់ឲ្យអ៊ីវ៉ាតាត្រូវចេះបង្ហាញពីចំណុចល្អរបស់នាងដើម្បីឲ្យខាមីសេរ៉ូបានឃើញមួយរំពេចនោះការចងចាំនិងអនុស្សាវរីយ៍ល្អៗស្រាប់តែផុសចេញនៅក្នុងចិត្តរបស់អ៊ីវ៉ាតាត្រឡប់ទៅពេលរៀនបឋមនាងបានសរសេរកិច្ចការមួយនៅក្នុងថ្នាក់រៀនហើយនៅក្នុងនោះនាងក៏បានដាក់ឈ្មោះខាមីសេរ៉ូចូលទៅក្នុងកិច្ចការរបស់នាងផងដែរឥឡូវនេះនាងពិតជាចង់ដឹងថាខាមីសេរ៉ូបានសរសេរឈ្មោះនរណាគេចូលទៅក្នុងកិច្ចការរបស់គាត់ពេលដល់ម៉ោងប្រជុំគ្នាជាក្រុមហ៊ីសូអ៊ីបានរៀបចំសេរីតុករួចជាស្រេចដើម្បីឲ្យអ៊ីវ៉ាតាបានអង្គុយទៅមុខខាមីសេរ៉ូបេះដូងរបស់អ៊ីវ៉ាតាកាន់តែលោតឌុកដាក់ហើយនាងមានតែសម្រាប់ចេះអង្គុយទៅមុខខាមីសេរ៉ូតែម្ដងទៅបន្ទាប់មកមីអូក៏ចាប់ផ្ដើមពិភាក្សាដើម្បីជ្រើសរើសប្រធានបទហើយអ៊ីវ៉ាតាគឺជាអ្នកកត់ត្រារាល់ចំណុចទាំងអស់ដែលក្រុមរបស់នាងបញ្ចេញកំណត់យោបល់ឡើងមកក្នុងពេលដែលធ្វើការងារក្រុមប្រូយូស៊ីនមួយក្រុមខ្ជិលតែគាត់ម្នាក់ឯងនោះទេស្អីក៏មិនចេះស្អីក៏មិនធ្វើដែរអ៊ីវ៉ាតាជាមនុស្សមានទឹកចិត្តនាងជួយធ្វើគ្រប់យ៉ាងឲ្យទៅកាន់អបិយូស៊ីនអស់ពីកិច្ចការមួយចូលទៅកិច្ចការមួយទៀតរហូតដល់ម្នាក់ធុញត្រង់និងចរិតខ្ជិលច្អូផុសគាត់ក៏នាំគ្នាស្ដីថាឲ្យគាត់ចេះមានទំនួលខុសត្រូវលើកិច្ចការរបស់ខ្លួនឯងលុះបញ្ចប់ការងារជាក្រុមខាមីសេរ៉ូក៏ចង់តែដៃ high five ជាមួយអ្នកទាំងអស់គ្នាម្ដងម្នាក់ដល់វេនរបស់អ៊ីវ៉ាតាមីអូនិងហ៊ីសូអ៊ីបើកភ្នែកធំសម្លឹងមើលទៅកាន់នាងអ៊ីវ៉ាតាមានតែព្រមលើកដៃ high five ជាមួយខាមីសេរ៉ូតែម្ដងទៅលុះក្រោយមកអ៊ីវ៉ាតាឈរកេងស្ងាមួយកន្លែងមីអូនិងហ៊ីសូអ៊ីនាំគ្នាធ្វើដំណើរទៅបន្ទប់ទឹកមួយផ្លេតមីអូបាននិយាយណែនាំហ៊ីសូអ៊ីគួរតែមិនដោយឲ្យអ៊ីវ៉ាតាធ្វើអ្វីតាមផ្លូវរបស់នាងវិញទៅប៉ុន្តែហ៊ីសូអ៊ីនៅតែបន្តចង់ជួយអ៊ីវ៉ាតាដែលជាមិត្តភក្តិរបស់នាងហ៊ីសូអ៊ីគិតថាអ៊ីវ៉ាតាជាមនុស្សស្ងៀមស្ងាត់ពេកនាងចង់ឲ្យអ៊ីវ៉ាតាបញ្ចេញសកម្មភាពខ្លះដើម្បីយកឈ្នះបេះដូងរបស់ខាមីសេរ៉ូហេតុនេះហើយទើបបានជានាងចង់ធ្វើជាមេអណ្ដើកជួយឲ្យអ៊ីវ៉ាតាសម្រេចនៅគោលបំណងមួយនេះនៅខាងក្រៅអ៊ីវ៉ាតាកំពុងឈរសម្លឹងមើលប្រអប់នំតែនៅក្នុងចិត្តកំពុងគិតពីរបៀបធ្វើឲ្យខាមីសេរ៉ូស្រឡាញ់មកកាន់នាងភ្លាមនោះខាមីសេរ៉ូបានបង្ហាញមុខនៅពីក្រោយខ្លួននាងព្រមទាំងនិយាយពីនំក្នុងប្រអប់ដែលតម្រៀបដាក់លក់នៅខាងមុខនេះផងដែរអ៊ីវ៉ាតាបើកភ្នែកស្រឡាញ់កាំងតែម្ដងដែលឃើញក្រាមមកឈរចិត្តបែបនេះដោយសារឃើញនំទំនងពេកខាមីសេរ៉ូក៏សម្រេចចិត្តទិញយកមួយប្រអប់ដើម្បីយកផ្ញើអ្នកផ្ទះចំពេលដែលលោកគ្រូកំពុងដើរប្រមូលសិស្សឲ្យឡើងឡានត្រឡប់ទៅវិញពេលនោះសិស្សស្រីម្នាក់កតារបស់នាងបានប៉ះត្រូវនឹងដបស្រាមួយក៏មិនដាច់ធ្លាក់ចុះមកអ៊ីវ៉ាតាក៏បញ្ញាយកដៃទៅចាប់ស្រាមួយនោះដែលមានខាមីសេរ៉ូព្យាយាមយកដៃទៅពាំងនាងផងដែរប៉ុន្តែស្រាមួយនោះក៏បានជ្រុះបែកហើយក៏ខ្ទាតត្រូវមុខរបស់អ៊ីវ៉ាតាធ្វើឲ្យនាងមានស្នាមរបួសបន្តិចខាមីសេរ៉ូក៏បានស្រែកហៅរកគ្រូពេទ្យឲ្យមកទីនេះជាបន្ទាន់ទោះបីជាអ៊ីវ៉ាតាមានស្នាមរបួសឡើងតូចប៉ុនសម្ោយ៉ាងណាក៏ដោយក៏គាត់នៅតែទទួលចង់ឲ្យនាងទៅព្យាបាលស្នាមរបួសផងដែរលុះចូលមកដល់មន្ទីរពេទ្យអ៊ីវ៉ាតាក៏ឲ្យពេទ្យនៅទីនោះបិទស្នាមរបួសឲ្យនាងហើយខាមីសេរ៉ូក៏បានអង្គុយចាំមើលថែនាងបានជាគ្នាពីរនាក់ខាមីសេរ៉ូបាននិយាយពាក្យសុំទោសចំពោះហេតុការណ៍មិញនេះប៉ុន្តែអ៊ីវ៉ាតានិយាយប្រាប់ថានេះគឺមិនមែនជាកំហុសរបស់គាត់ឡើយទោះយ៉ាងណាខាមីសេរ៉ូពិតជាបារម្ភចំពោះនាងក៏មិនចង់ឲ្យនាងមានរបួសនោះទេជាពិសេសគឺផ្ទៃមុខរបស់នាងពិតជាសំខាន់មិនអាចឲ្យមានស្នាមរបួសបានឡើយដោយគាត់សោកចិត្តធ្វើជាអ្នករករបួសជំនួសនាងវិញព្រោះមុខមាត់របស់មនុស្សប្រុសទោះបីមានស្នាមរបួសក៏មិនអីដែរលុះញ៉ាំបាយមីអូនិយាយប្រាប់ថាក្រោយពីឧបទ្ទហេតុថ្ងៃមិញនេះបានកើតឡើងខាមីសេរ៉ូទទួលបានបជាប្រៃភិជាខ្លាំងធ្វើឲ្យគ្រប់គ្នាកោតសរសើរចំពោះក្តីបារម្ភខ្វល់ខ្វាយដែលក៏មានចំពោះអ៊ីវ៉ាតាតែដែលក៏មិនបានធ្វើអ្វីខុសក៏គាត់នៅតែនិយាយពាក្យសុំទោសទៅកាន់នាងដែរអ៊ីវ៉ាតាក៏និយាយថាខាមីសេរ៉ូគឺជាមនុស្សចិត្តល្អតាំងពីដើមមកម្ល៉េះហើយវាក៏ជាចំណុចតាក់ទាញមួយក្នុងចំណោមចំណុចជាច្រើនទៀតដែលធ្វើឲ្យនាងបាក់ចិត្តលងស្រឡាញ់គាត់លុះក្រោយមកនៅក្នុងបន្ទប់ផ្លាស់កៅអៅគ្រប់គ្នាកំពុងតែរវល់ជួយផ្លុំសក់ឲ្យគ្នាទៅវិញទៅមកក្រោយពីងូតទឹករួចអ៊ីវ៉ាតាក៏ដើរចេញទៅខាងក្រៅដើម្បីស្រូបយកខ្យល់អាកាសតែម្នាក់ឯងស្ថិតក្នុងពេលដែលសិស្សប្រុសប្រមាណអ្នកនេះចាំបបួលគ្នាទៅដើររុករកក្នុងសន្តាគារដែលគេបានដាក់សញ្ញាហាមខំមិនឲ្យទៅហើយក្នុងចំណោមពួកគេគឺមិនឃើញមានវត្តមានខាមីសេរ៉ូនោះទេដែលក៏កំពុងឈរតែម្នាក់ឯងនៅខាងក្រៅអ៊ីវ៉ាតាបានដើរទៅរកគាត់មួយតាមសម្រួលនាំឲ្យខាមីសេរ៉ូពិតជាមានការភ្ញាក់ផ្អើលនឹងកវីទូរស័ព្ទរបស់គាត់ចោលបន្ទាប់មកអ្នកទាំងពីរចាប់ផ្ដើមនិយាយគ្នាលេងខាមីសេរ៉ូក៏មិនចាស់អារម្មណ៍ចង់តែដើររុករកជាមួយមិត្តភក្តិរបស់គាត់ឡើយហើយគាត់ក៏ឆ្លៀសសួរពីស្ថានភាពមុខរបួសរបស់អ៊ីវ៉ាតាផងដែរអ៊ីវ៉ាតាបានប្រាប់កុំឲ្យគាត់មានការបារម្ភអីព្រោះនាងគឺមិនអីនោះទេពេលនោះខាមីសេរ៉ូស្រែកតែចូលចិត្តខ្លួននាងដើម្បីចង់ពិនិត្យមើលក៏ធ្វើឲ្យអ៊ីវ៉ាតាមុខឡើងក្រហមខ្លាំងតែម្ដងបន្ទាប់មកអ៊ីវ៉ាតាបានប្រមូលភាពក្លាហានរបស់ខ្លួនឯងនិងបានសួរទៅកាន់ខាមីសេរ៉ូថាតើគាត់កំពុងលួចស្រឡាញ់នារីណាម្នាក់មែនដែរទេខាមីសេរ៉ូក៏និយាយប្រាប់តាមត្រង់ដោយគាត់កំពុងលួចស្រឡាញ់នារីម្នាក់ពិតមែនប៉ុន្តែវាគឺជាស្នេហាមួយដែលមិនអាចទៅរួចឡើយព្រោះនាងគឺជានារីម្នាក់ដែលគាត់គ្មានសមត្ថភាពឈោងដៃចាប់បាននោះឡើយបន្តមកខាមីសេរ៉ូក៏លើកពីចំណុចមិនល្អរបស់ខ្លួនយកមកនិយាយពេលរៀនបឋមគាត់គឺជាក្មេងប្រុសក៏ទឿនណារៀនសូត្រក៏មិនពូកែទៀតសម្រាប់គាត់នារីដែលគាត់លួចស្រឡាញ់នាងព្រាដូចជាដួងផ្កាយមួយដែលរះចែងចាំងមានពន្លឺភ្លឺជាងព្រះអាទិត្យទៅទៀតនៅក្នុងក្រអៅបេះដូងរបស់អ៊ីវ៉ាតាយល់ពីអារម្មណ៍មួយនេះច្បាស់ព្រោះនាងក៏លួចស្រឡាញ់គេម្នាក់ឯងដូចគ្នាតែ
តែយ៉ាងណាអ៊ីវ៉ាតាក៏លើកសរសើរពីចំណុចល្អរបស់ខាមីសេរ៉ូថាគាត់ល្អសឹងតែគ្រប់យ៉ាងទៅហើយគាត់តែងតែល្អដាក់នាងតែទៅជួយនាងចំណែករាល់ពេលដែលនាងកើតទោសគាត់តែងតែធ្វើឲ្យនាងសប្បាយចិត្តឡើងវិញហើយគាត់តែងតែជំនះនឹងដាក់ការខំប្រឹងចំពោះអ្វីដែលគាត់ស្រឡាញ់ចូលចិត្តផងដែរអ៊ីវ៉ាតាបន្តនិយាយប្រាប់គាត់ទៀតថាបាននារីម្នាក់នោះពិតជាដឹងពីអារម្មណ៍ដែលខាមីសេរ៉ូមានតែឲ្យនាងច្បាស់ជាលងស្រឡាញ់គាត់វិញចេះមិនខានឡើយអ៊ីវ៉ាតានិយាយទាំងអួលដើមកជូនពរឲ្យខាមីសេរ៉ូសម្រេចនៅរឿងស្នេហាមួយនេះតែនៅក្នុងជម្រៅចិត្តនាងគឺពោពេញទៅដោយភាពឈឺចាប់ហើយអ្វីដែលនាងពិតជាចង់និយាយទៅកាន់គាត់នោះគឺពាក្យថានាងស្រឡាញ់គាត់ខ្លាំងណាស់ពេលនោះខាមីសេរ៉ូក៏បានពោលពាក្យអរគុណហើយមានតែអ៊ីវ៉ាតាម្នាក់គត់ដែលជាមិត្តភក្តិរាប់អានគ្នាជាមួយគាត់បានយូរអង្វែងជាងគេមួយសន្ទុះនោះមិត្តភក្តិរបស់ខាមីសេរ៉ូបានចេញមកកាត់ចង្វាក់ដោយពួកគេចង់ហៅគាត់ឲ្យទៅដើររុករកសន្តាគារជាមួយគ្នានៅពេលដែលខាមីសេរ៉ូបែរមុខរបស់គាត់ចេញអ៊ីវ៉ាតាក៏បង្ហូរទឹកភ្នែកនាងសង្ងំយកអាវទៅជូតទឹកភ្នែកយ៉ាងរលីងរលោងមិនឲ្យខាមីសេរ៉ូបានដឹងនោះឡើយបន្តមកអ៊ីវ៉ាតាក៏ញញឹមដាក់ខាមីសេរ៉ូហើយក្នុងចិត្តរបស់នាងមានតែសង្ឃឹមថាថ្ងៃណាមួយខាមីសេរ៉ូនឹងអាចធ្វើឲ្យអារម្មណ៍របស់គាត់ជ្រៀតចូលទៅក្នុងបេះដូងនារីដែលគាត់លួចស្រឡាញ់និងជូនពរឲ្យស្នេហារបស់គាត់ក្លាយជាការពិតទៅចោល